កំពូលរឿងរ៉ាវហៃគុកដ៏អស្ចារ្យនិងល្បីល្បាញបំផុតទាំង5នៅក្នុងប្រវត្តិសាស្ត្រពិភពលោកសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅពេលដែលយើងនិយាយពីគុកមនុស្សភាគច្រើនតែងតែគិតដល់កន្លែងដែលមានជញ្ជាំងបេតុងក្រាស់ៗមានរបងលុះបន្លាសន្តិសុខយាមកាមយ៉ាងតឹងរឹងនិងប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតដែលមិនអាចមានអ្នកណាម្នាក់អាចរំលងបានឡើយប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិធ្លាប់មានតណ្ឌិតមួយចំនួនដែលមានខួរក្បាលឆ្លាតវៃនិងភាពក្លាហានដាច់គេដែលបានបង្កើតផែនការហែកគុកដ៏មិនគួរជឿរហូតធ្វើឲ្យពិភពលោកទាំងមូលត្រូវស្រឡាំងកាំងនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅជួបទៅនឹងរឿងកំពូលហែកគុកដ៏ល្បីល្បាញបំផុតទាំង5នៅក្នុងពិភពលោកដែលរឿងខ្លះសំបីតែអ្នកនិពន្ធ Hollywood ក៏គេគិតមិនដល់ដែរតោះកុំឲ្យខាតពេលយូរយើងទៅទស្សនាទាំងអស់គ្នាចំណាត់ថ្នាក់ទី5 John Dillinger និងកំភ្លើងឈើคล้ายៗនៅក្នុងឆ្នាំ1934យើងចាប់ផ្ដើមដំបូងជាមួយនឹងរឿងរ៉ាវរបស់ស្ដេចចៅប្លន់ធនាគារដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិកគឺលោក John Dillinger ដែលលោកត្រូវបានឃុំខ្លួននៅក្នុងគុក Lake Country នៅក្នុងរដ្ឋ Indiana ដែលជាគុកមួយត្រូវបានគេប្រកាសថាគ្មានថ្ងៃរត់រួចព្រោះមានឆ្មាំគុកនិងកងឆ្មាំយាមកាមយ៉ាងតឹងណែនចាប់ណាប់ Dillinger មិនបានប្រើប្រាស់គ្រឿងផ្ទុះឬជីករួមក្រោមដីនោះទេប៉ុន្តែលោកបានប្រើខួរក្បាលនិងសិល្បៈលោកបានលួចយកដុំឈើមួយដុំមកឆ្លាក់យ៉ាងផ្ចិតផ្ចង់ឲ្យមានរូបរាងដូចជាកំភ្លើងខ្លីរួចយកថ្នាំខាត់ស្បែកជើងពណ៌ខ្មៅមកលាបពីលើឲ្យមើលទៅដូចជាកំភ្លើងពិតៗនៅក្នុងថ្ងៃទី3ខែមិនិនាឆ្នាំ1934 Dillinger បានដកកំភ្លើងឈើនោះមកគំរាមឆ្មាំគុកម្នាក់រួចបង្ខំឲ្យបើកទ្វារភាពប៉ិនប្រសប់នៅក្នុងការសម្ដែងរបស់លោកធ្វើឲ្យឆ្មាំគុកភ័យស្លន់ស្លោរហូតលោកអាចចាប់ឆ្មាំគុកនិងមនុស្សជាច្រើនអ្នកយកជាចំណាត់ខ្មាំងបន្ទាប់មកលោកក៏បានដើរចេញទៅក្រៅគុកយ៉ាងរលូនលួចឡានផ្ទាល់ខ្លួនរបស់មេគុកហើយបើកកិច្ចខ្លួនបាត់ស្រមោលដោយបន្សល់ទុកនូវភាពអាម៉ាស់ខ្លាំងដល់ប្រព័ន្ធតុលាការអាមេរិកនាពេលនោះចំណាត់ថ្នាក់ទី4ការហែកគុក Mars Prison នៅក្នុងឆ្នាំ1913គុក HM Prison Mars នៅអ៊ីឡង់ខាងជើងគឺជាគុកមួយដែលមានប្រព័ន្ធការពារសន្តិសុខកម្រិតអតិបរមា Maximum Security នៅក្នុងចក្រភពអង់គ្លេសវាជាកន្លែងឃុំឃាំងសមាជិកនៃក្រុមប្រដាប់អាវុធ IRA ដែលហៅថា Irish Republican Army គុកនេះមានរបងដែលមានកម្ពស់ 4.6 ម៉ែត្រនិងជញ្ជាំងបេតុងក្រាស់ៗរួមទាំងទ្វារដែកបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិកនេះមិនមែនជាការរត់គេចខ្លួនតែម្នាក់ឯងនោះទេតែជាការរៀបចំផែនការជាប្រព័ន្ធដោយអ្នកទោស38នាក់ពួកគេបានលួចរត់ពន្ធអាវុធកាំភ្លើងខ្លីចូលមកក្នុងគុកជាសម្ងាត់នៅក្នុងថ្ងៃទី25ខែកញ្ញាឆ្នាំ1983ក្រុមអ្នកទោសបានប្រើប្រាស់អាវុធដែលលួចលាក់នោះវាយឆ្មាក់គ្រប់គ្រងបន្ទប់ឈាមនិងចាប់ឆ្មាំគុកជាចំណាប់ខ្មាំងដើម្បីកុំឲ្យពួកគេចុចស៊ីរ៉ែនប្រកាសអាសន្នបន្ទាប់ពេលដែលឡានដឹកអាហារបើកចូលមកក្រុមអ្នកទោសបានសម្រុកឡើងជិះឡាននោះហើយបង្ខំឲ្យទៅកង់ឡានបើកទម្លាយទ្វារចេញទៅខាងក្រៅព្រឹត្តិការណ៍នេះបានគេកត់ត្រាថាជាការហែកគុកដ៏ធំនិងហិង្សាបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេសចំណាត់ថ្នាក់ទី3 Stalag Luft 3 The Great Escape នៅក្នុងឆ្នាំ1944រឿងរ៉ាវនេះបានកើតឡើងនៅអំឡុងសង្គ្រាមលោកលើកទី2នៅក្នុងជំរំឃុំឃាំងអ្នកទោសសង្គ្រាមរបស់អាល្លឺម៉ង់ណាស៊ីដែលមានឈ្មោះថា Stalag Luft 3ដែលជាកន្លែងឃុំខ្លួនពីឡុតនិងទាហានអាកាសរបស់ក្រុមសម្ព័ន្ធមិត្តអង់គ្លេសនិងអាមេរិកក្រោមការដឹកនាំរបស់លោក Roger Boschel ទាហានសម្ព័ន្ធមិត្តជាង200នាក់បានរួមដៃគ្នាជីករួមក្រោមដីចំនួន3នៅក្នុងពេលតែមួយដោយដាក់ឈ្មោះសម្ងាត់ថា Tom Dick និង Harry រួមក្រោមដៃទាំងនេះមានជម្រៅទៅដល់ទៅ9ម៉ែត្រក្រោមដីដើម្បីជៀសវាងពីឧបករណ៍ស្ដាប់សំឡេងរបស់អាល្លឺម៉ង់បច្ចេកទេសដ៏អស្ចារ្យនេះពួកគេបានប្រើប្រាស់បន្ទះឈើពីគ្រែគេង
ជាង 4000 បន្ទះដើម្បីធ្វើជាជើងទម្រទប់ដីកុំឲ្យបាក់ថែមទាំងបង្កើតប្រព័ន្ធខ្យល់អុកស៊ីសែនកែច្នៃពីកំប៉ុងទឹកដោះគោទៀតផងនៅយប់ថ្ងៃទី24 ខែមីនាឆ្នាំ1944អ្នកទោសចំនួន76នាក់បានសម្រេចការរត់គេចខ្លួនតាមរយៈរោងក្រោមដី Harry ទោះបីជាភាគច្រើនត្រូវបានអាល្លឺម៉ង់ចាប់ខ្លួនមកវិញជាបន្តបន្ទាប់ក៏ប៉ុន្តែវាបានក្លាយជាវីរភាពនៃការហែកគុកដ៏ធំធេងរហូតត្រូវបានគេយកទៅថតជាភាពយន្ត Hollywood ដ៏ល្បីល្បាញដែលមានឈ្មោះថា The Great Escape ចំណាត់ថ្នាក់ទី2 John Quincy El Chapo Guzman នៅក្នុងឆ្នាំ2015មកដល់សតវត្សទី21គ្មានអ្នកណាអាចអង្រួនប្រព័ន្ធយុត្តិធម៌បានខ្លាំងជាង El Chapo មេខ្លោងជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតរបស់មិចស៊ិកនៅឡើយលោកត្រូវបានឃុំខ្លួននៅក្នុងគុក Altiplano ដែលជាគុកសន្តិសុខខ្ពស់បំផុតនិងមានកាមេរ៉ាសុវត្ថិភាពតាមដាន24ម៉ោងលើ24ម៉ោងខណៈពេលដែល El Chapo នៅក្នុងគុកក្រុមកូនចៅរបស់លោកនៅខាងក្រៅបានទិញដីមួយកន្លែងនៅក្បែរនោះរួចចាប់ផ្ដើមជីកផ្លូវរូងក្រោមដីមកកាន់បន្ទប់ឃុំខ្លួនរបស់លោកផ្លូវរូងក្រោមដីនេះមានប្រវែងរហូតដល់ 1.5 គីឡូម៉ែត្រមានកម្ពស់ល្មមដើរថែមទាំងមានបំពាក់ប្រព័ន្ធភ្លើងបំភ្លឺប្រព័ន្ធខ្យល់អុកស៊ីសែននិងផ្លូវរថភ្លើងតូចមួយថែមទៀតផងនៅថ្ងៃទី11ខែកក្កដាឆ្នាំ2015 El Chapo បានដើរចូលទៅក្នុងបន្ទប់ទឹកដែលជាចំណុចងងឹតតែមួយគត់ដែលកាមេរ៉ាមើលមិនឃើញលោកបានបើករុនសម្ងាត់ក្រោមបាតបន្ទប់ទឹករួចចុះទៅជិះម៉ូតូដែលកែច្នៃពិសេសរត់តាមផ្លូវរូងក្រោមដីនោះជិះទៅក្រៅយ៉ាងងាយស្រួលការហែកគុកនេះបានធ្វើឲ្យរដ្ឋាភិបាលមិចស៊ិកខូចមុខមាត់យ៉ាងខ្លាំងលើឆាកអន្តរជាតិចំណាត់ថ្នាក់ទី1ការហែកគុក Alcatraz នៅក្នុងឆ្នាំ1962ហើយនេះគឺជាចំណាត់ថ្នាក់លេខ1ដែលជាប្រវត្តិសាស្ត្រនិងជាអាថ៌កំបាំងបំផុតមិនទាន់មានចម្លើយគុក Alcatraz ស្ថិតនៅលើកោះដាច់ស្រយាលមួយនៅក្នុងចំណោមឈូងសមុទ្រ San Francisco សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ថាជាគុកដែកថែបដែលហ៊ុមព័ទ្ធទៅដោយទឹកសមុទ្រដ៏ត្រជាក់ខ្លាំងនិងចរន្តទឹកហូរជិះមិនរួចកំពូលអ្នករៀបចំផែនការមាន3នាក់គឺលោក Frank Morris និងបងប្អូន2នាក់ទៀតគឺលោក John និង Clarence England បានចំណាយពេលជាច្រើនខែរៀបចំផែនការពួកគេប្រើប្រាស់ស្លាបព្រាដែកនិងម៉ូទ័រម៉ាស៊ីនបូមធូលីកែច្នៃដើម្បីកោសរោងជញ្ជាំងបេតុងជុំវិញរន្ធខ្យល់ឲ្យធំដើម្បីបោកបញ្ឆោតភ្នែកដើម្បីកុំឲ្យឆ្មាំគប់ដឹងខ្លួនពេលយប់ពួកគេបង្កើតក្បាលមនុស្សคล้ายៗដែលធ្វើពីសាប៊ូក្រដាសបង្គន់និងកក់សក់ពិតៗដែលលួចចេញពីហាងក្នុងគុករួចយកទៅដាក់នៅលើខ្នើយបញ្ឆោតឆ្មាំគុកមើលពីខាងក្រៅដូចជាកំពុងគេងលក់នៅយប់ថ្ងៃទី11ខែមិថុនាឆ្នាំ1962ពួកគេទាំង3បានវារចេញតាមរន្ធខ្យល់ឡើងទៅលើដំបូលគុករួចមកចុះមកមាត់ទឹកពួកគេបានប្រើប្រាស់អាវភ្លៀងជាង50បន្ទះមកដេរភ្ជាប់គ្នាធ្វើជាទូកក្តារកែច្នៃរួចហែលចេញទៅក្នុងសមុទ្រដ៏ងងឹតរហូតមកដល់ថ្ងៃនេះគ្មានអ្នកណាដឹងថាពួកគេអាចរស់រានមានជីវិតទៅដល់ត្រើយម្ខាងទៀតឬត្រូវលង់ទឹកស្លាប់នោះទេហើយសំណុំរឿងទាំងនេះនៅតែបើកចំហរហូតមកដល់ពេលបច្ចុប្បន្នតែប្រិយមិត្តទាំងអស់គ្នាបានទស្សនាហើយគិតថាការហែកគុកមួយណាដែលត្រូវបានចាត់ទុកថាជាការហែកគុកដែលឆ្លាតវៃនិងគួរឲ្យរំភើបជាងគេសម្រាប់ខ្ញុំគុក Alcatraz នៅតែជាចំណុចកំពូលនៃអាថ៌កំបាំងដែលពិភពលោកមិនទាន់រកឃើញចម្លើយយ៉ាងពិតប្រាកដបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបនេះកុំភ្លេចចុច like share និងចុច subscribe នៅក្នុង channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូជប់ចិត្តនិងរឿងរ៉ាវប្លែកៗជាច្រើនទៀតនៅវីដេអូក្រោយៗសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូបន្ទាប់